ពេលថ្មីនេះក្រសួងសាធារណការនឹងដឹកជញ្ជូនបានដាក់ឲ្យយើងប្រើប្រាស់នៅផ្លាកលេខជាភាសាខ្មែរឬក៏អក្សរខ្មែរហើយនិងអក្សរឡាតាំងដែលយើងបានដាក់ទាំងអក្សរទាំងលេខអញ្ចឹងណាទាំងស្លាកលេខយានយន្តក៏ដូចជាម៉ូតូអញ្ចឹងបងប្អូនក៏អាចធ្វើការឆែកជាមួយនឹងតម្លៃនៃស្លាកលេខនឹងផងដែរដែលតម្លៃនឹងស្លាកលេខហ្នឹងនៅពេលដែលយើងធ្វើការ search គឺវាមាននៅខាងក្រោមតម្លៃនៃស្លាកលេខហ្នឹងតែម្ដងហើយវិធីសាស្ត្រក្នុងការឆែកមើលគឺអត់ពិបាកទេបងប្អូនយើងអាចធ្វើការចូលទៅឆែកមើលតាមរយៈទូរស័ព្ទដៃដែលយើងដំបូងយើងអាចធ្វើការចូលជាមួយនឹងកម្មវិធីជ្រោមយើងជាមុនសិនមកបាទហើយបន្ទាប់មកទៀតយើងគ្រាន់តែធ្វើការ search ជាមួយនឹងពាក្យថា Wichicall បាទយើងវាយពាក្យថា Wichicall ដូចខ្ញុំបានបង្ហាញហ្នឹងមកបាទ Wichicall អូខេ mpwt.gov.kh បាទអញ្ចឹងនៅពេលដែលយើងវាយបែបហ្នឹងហើយយើងធ្វើការ search មកបាទអញ្ចឹងវាមានទាំងស្លាកលេខរថយន្តជាមួយនឹងម៉ូតូអញ្ចឹងបើសិនជាបងប្អូនចង់ឆែកជាមួយនឹងរថយន្តយើងចុចត្រង់ចំណុចខាងលើមកយើងនឹងឃើញស្លាកលេខទាំងឈ្មោះទាំងអីហើយនឹងតម្លៃគឺវាមានស្រាប់តែម្ដងនៅខាងក្រោមស្លាកលេខហ្នឹងណាបាទមួយទៀតបើសិនជាចង់ឆែកតម្លៃជាមួយនឹងម៉ូតូបាទអញ្ចឹងស្លាកលេខម៉ូតូយើងចុចកន្លែងត្រង់ចំណុចកន្លែងម៉ូតូហ្នឹងមកហើយបន្ទាប់មកយើងធ្វើការ search បានបងប្អូនណាអញ្ចឹងបងប្អូនចង់ស្រឡាញ់ឈ្មោះមួយណាយើងគ្រាន់តែធ្វើការវាយឈ្មោះដែលយើងស្រឡាញ់ចូលនៅក្នុងហ្នឹងមកបាទអញ្ចឹងខ្ញុំសូមធ្វើការវាយកន្លែងស្វែងរកស្លាកលេខនេះបាទអញ្ចឹងខ្ញុំវាយពាក្យថា TLO បាទហើយលេខ77បាទអញ្ចឹងខ្ញុំធ្វើការ search អញ្ចឹងនៅពេលដែលយើងធ្វើការវាយបែបហ្នឹងគឺយើងនឹងឃើញស្លាកលេខដែលយើងពេញចិត្តហើយអញ្ចឹងតម្លៃគឺវាមាននៅខាងក្រោមហ្នឹងតែម្ដងអញ្ចឹងបងប្អូនងាយស្រួលទេបើសិនជាចង់ធ្វើផ្លាកលេខតាមចំណង់ចំណូលចិត្តបងប្អូនអាចឆែកតាមនឹងបានហើយទិញបានបាទអរគុណវីដេអូក៏មានត្រឹមតែប៉ុណ្្នឹងទេជម្រាបលា